តែដោយសារតែក្នុងសង្គ្រាមនេះគឺគេបានបំផ្ទុះអញ្ចឹងគឺប្រជាជនអាចឆ្លងកាត់ដោយស្ពានបានទេឥឡូវនេះគឺយើងមកជីកត្រកអ្នកនរគ្នាអានេះគឺទលេយ៉ាងជឿអ្នកនរគ្នាគឺយើងឆ្លងទៅតំបន់គន់នេះអ្នកនរគ្នាគឺគន់នេះនឹងគឺជាតំបន់ដែលគេដើរ shopping អ្នកនរគ្នាអញ្ចឹងកត្រកដែលគេឆ្លងហ្នឹងដោយសារតែចំនួនមុនគឺមានស្ពានដែរប៉ុន្តែដោយសារតែក្នុងសង្គ្រាមអ្នកនរគ្នាគឺគេបានបំផ្ទុះអញ្ចឹងគឺប្រជាជនអាចឆ្លងកាត់ដោយស្ពានបានទេគឺគេជីកត្រកហ្នឹងឯងអ្នកនរគ្នាម្ដងទៅ40 50នាក់ដើម្បីទៅ shopping នៅតំបន់គន់ in street ហ្នឹងឯងអ្នកនរគ្នាមកដល់ហើយបាទមកដល់ហើយយើងឡើងទៅហើយនេះនៅក្រោមមើលមិនឃើញនិយាយទៅគឺកត្រកជីមួយហ្នឹងកាលពីមុនហ្នឹងគឺជាយានជំនិះដែលគេជិះពីមួយចំហៀងទៅមួយចំហៀងដើម្បីទិញអីវ៉ាន់អ្នកនរគ្នាប៉ុន្តែឥឡូវគឺគេលេងប្រើអាយានជំនិះហ្នឹងសម្រាប់ទិញអីវ៉ាន់ទីឯងព្រោះដោយសារតែគេមានស្ពានជិះអ្នកនរគ្នាអញ្ចឹងគេជិះឡានទៅទិញអីវ៉ាន់ហើយបាទឥឡូវយានជំនិះមួយហ្នឹងគឺគេប្រើសម្រាប់តែភ្ញៀវទេសចរសុទ្ធហ្មងអ្នកនរគ្នាគឺអ្នកដែលចង់ជិះមើលឆ្លងកាត់ទន្លេឬក៏ចង់ស្គាល់ថាអូអាកន្លែងជិះខ្សែរ៉តហ្នឹងវាអាម៉េចអាហ្នឹងឥឡូវខ្លាចទៅជិះទេសចរហើយគេយកលុយហើយប៉ុន្តែមើលពីលើមកគឺស្អាតមែននេះផ្ទះបុរាណហ្មងផ្ទះពីជំនាន់មុនតែគាត់ណាខ្លះធ្វើថ្មីប៉ុន្តែគាត់ណា style គេជំនាន់មុនមើលពីលើមកគឺអាខ្មៅងងឹតហើយអាគារគេមួយអ្នកនរគ្នាគឺនៅចិត្តគ្នាហ្នឹងគឺរូបរាងដូចគ្នាហ្មងគេឲ្យធ្វើប្លែកគ្នាអ្នកនរគ្នាពីរបីដែលនៅជាប់គ្នាគឺដឹងតែដូចគ្នាហ្មងបើសិនជាមាន4គឺដឹងតែ4គឺដូចគ្នាហ្មងរូបរាងតាំងពីអីណាមិនដឹងថាអាគារម្ចាស់តែមួយឬក៏មិនទេប៉ុន្តែរដ្ឋាភិបាលគេឲ្យធ្វើមើលទៅគឺដូចគ្នាយកតែហ្មងមើលទៅគឺលយហ្មងវាដូចជា couple វាដូចជាអីអញ្ចឹងដល់ពេលដែលយើងមើលពីចង្អាយអូនៅម្លុកនេះអាគាររូបរាងដូចគ្នាបាត់អត់មានបែងចែកគ្នាហើយទៅមើលម្លុកទៀតអូអាគារម្លុកនោះគឺរូបរាងដូចគ្នាទៀតអញ្ចឹងមើលមកគឺវាស្អាតយកតែមែនតែនហ្មង